11 ទល់នឹង 7 អូបងប្អូនប្រិមិត្តចូលរួមទស្សនាជួយ share មួយបាទប្រហែល 100k ហើយបងប្អូនប្រិមិត្ត 115k បងប្អូនសុំ comment បេះដូងមួយមកអូយបាទរុនធុតណាស់បាទលេសេវាចេញពីគួនមុំចូលថ្នាក់ Livro លើកឲ្យឆ្វេងជាប់បាំងយកជើងអូយបាទ8-11បាទលើនេះសេវាចេញពីបាទចេញពីបាទឥណ្ឌូនេស៊ីទៅហើយចូលថ្នាក់បាទសវណ្ណរាជលើកឲ្យវឿនវាសនាទូលបាំងយកបានវិញពីហ្វាហាន់លើកឲ្យឆ្វេងអូយបាទចូលសុភេបាទសវណ្ណរាជនៅខាងក្រោយប៉ុន្តែអត់នៅទេបាទបាល់ធ្ងន់ណាស់បាទហ្វាហាន់នេះបាទគាត់ឈរឆាំនៅខាងក្រោយនេះអត់ដឹងតែវឿនវាសនាមកប្រហែលជាអាចនឹងមូទូលបាំងមកក្រោយហើយគាត់ចាំនៅនឹងតែម្ដងបាទលើសម្រាប់បច្ចេកទេសបន្តិចសិនបាទពីខាងជំរិះជាតិបាល់ទះកម្ពុជាអរគុណមិត្តបាទជ្រាបការខាងការសម្រាប់បច្ចេកទេសនេះក៏អរគុណដល់អ្នកធំនៃកម្មវិធីអរគុណដល់ភិជ្ជៈបើកម្លាំង work ជំរុញកីឡាបាល់ទះកម្ពុជាឲ្យល្បីរន្ទឺលើឆាកអន្តរជាតិបាទហើយឧបត្ថម្ភទាំងស្រុងដំណើរឆ្ពោះទៅការប្រកួត CB Cup លើកទី 6 នៅឯហ្វីលីពីនក៏ដូចជាឥណ្ឌូនេស៊ីហើយប្រកាសឧបត្ថម្ភបាទទឹកប្រាក់រហូតដល់100 លានរៀលសម្រាប់បើសិនជាកម្ពុជាឈ្នះជ័យលេខ 1 បាទនៅហ្វីលីពីននិងឥណ្ឌូនេស៊ីបងប្អូនមិត្តទស្សនិកជនទស្សនានៃការប្រកួតទាំងអស់គ្នាបាទដល់វគ្គដែលរន្ធត់ជក់ចិត្តហើយតើកម្ពុជាយើងអាចបង្កើតប្រវត្តិសាស្ត្របានដែរឬណាសេវាទៅឲ្យចូលថ្នាក់សវណ្ណរាជលើកឲ្យវឿនវាសនា12 ទល់នឹង 9បាទវឿនវាសនាទៅថើបក្បាលសវណ្ណរាជមួយបាទប្អូនប្រុសបាទល្អមែនតើសុវណ្ណរាជការចាប់សេវានៅការប្រកួតវគ្គផ្ដាច់ព្រាត់សំខាន់នេះគឺល្អខ្លាំងណាស់បាទវ័យក្មេងយុវជនវ័យក្មេងមកពីខាងខេត្តតាកែវបាទយុវជនរបស់សមាគមកីឡាបាល់ទះវិសាខាឥឡូវនេះសេវាទៅឲ្យចូលកញ្ញាហ្វាហាន់លើកណែជាប់រលៀងបានអូក្រដ្ឋាអូយ13 ទល់នឹង 9នៅសល់តែ2ពងទៀតទេរូបភាពយឺតអូក្រដ្ឋាកីឡាករបានពៀនឆ្នើមឯកតជនជាប់បាទគេថា middle block មកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ13 ទល់នឹង 9ឱកាសយកបន្ទុក match point អររតនាអូតាក់សំណាញ់មួយបងប្អូនមួយអរគុណពុកម៉ែបងប្អូនដែលទស្សនិកជនដែលកំពុងនៅទស្សនាសូមខមមិនលើកទឹកចិត្តឲ្យបេះដូងទាំងអស់គ្នាកុំភ្លេចជួយ follow page សហព័ន្ធកីឡាបាល់ទះកម្ពុជាយើងទាំងអស់គ្នាបាទឥឡូវនេះសេវាចេញពីឥណ្ឌូនេស៊ីទៅហើយចូលថ្នាក់គួនមុំលើកឲ្យវឿនវាសនា14 match point ចូលក្នុងបងបាទ14ឥឡូវនេះសេវា2ពិតសរុនឱកាសផ្ដាច់បានទេកម្ពុជាលើកឲ្យឆ្វេងច្រកទៅហើយរមិតច្រកទៅហើយនៅមួយគ្រាប់ទៀតអត់បញ្ហាទេបងប្អូនប្រិមិត្តតើកម្ពុជាយើងអាចបង្កើតប្រវត្តិសាស្ត្របាទយកឈ្នះឥណ្ឌូនេស៊ីបានទេតាំងពីការប្រកួត SEA Games មកយើងមិនដែលឈ្នះបាទ SEA Games បាទតាំងពីជួបគ្នាដែលឈ្នះណាលើកឲ្យវឿនវាសនាយេអូបូសាតូក្រុមជម្រើសជាតិបាល់ទះកម្ពុជាបង្កើតប្រវត្តិសាស្ត្រយកឈ្នះឥណ្ឌូនេស៊ី3-0 នៅកាន់វគ្គផ្ដាច់ព្រាត់នេះខ្
ខ្លាចជាបច្ចេកទេសលេខ